นมหมกนี้ធ្វើឲ្យតុញ៉ាំបាន4ទៅ5ថ្ងៃដែលបងប្អូនឲ្យសាច់នំរបស់វាបែបវាស្រួយក្រៅទន់ខាងក្នុងគឺញ៉ាំទៅបែបវាឈ្ងុយបងប្អូនអាចចូលចិត្តនំបែបស្រួយទន់ក្នុងចឹងអត់ពិបាកទៅពីបងប្អូនគឺថាញ៉ាំទៅឆ្ងាញ់មែនតើបងប្អូនញ៉ាំមិនអស់អីយើងចង់ថងទុកទៅញ៉ាំបាន4ទៅ5ថ្ងៃហើយចំណែកវិធីធ្វើនេះវិញមុនដំបូងគឺខ្ញុំមកលាយដាក់ពងទាក៏បានពងមាន់ក៏បានដែរចំពោះពងទាខ្ញុំដាក់30ក្រាមទឹកត្រជាក់ធម្មតា55មីលីលីត្រអំបិលមួយចុងល្ព្រាកាហ្វេខ្ញុំក៏លុបពងទាហើយនឹងទឹកនឹងឲ្យចូលសាប់គ្នាបានល្អសិនបានខ្ញុំយកស្ករមកលាយចំពោះស្ករខ្ញុំដាក់ប្រើជាប្រភេទស្ករសក៏បានស្ករត្នោតក៏បានដែរសម្រាប់ខ្ញុំដាក់ស្ករស45ក្រាមហើយយើងក៏លុករហូតតតែស្ករសនឹងរលាយសាប់សិនទៅបានខ្ញុំយកម្សៅមកលាយចំពោះម្សៅខ្ញុំដាក់ម្សៅមីចំនួន1ខាំកន្លះម្សៅពោត15ក្រាមម្សៅដុតនំឬក៏ម្សៅ baking powder នេះខ្ញុំដាក់2ក្រាមចុងក្រោយគេខ្ញុំបានបន្ថែមប្រេងឆា1ល្ព្រាបាយគ្រឿងផ្សំមានតែប៉ុណ្្នឹងទេយើងចាប់ដើមច្បល់ម្សៅឬក៏ច្របាច់ម្សៅហ្នឹងឲ្យស្អិតល្មួតចូលគ្នាបានល្អចំពោះម្សៅថ្ងៃនេះខ្ញុំធ្វើឲ្យជ្រាយបងប្អូនខ្ញុំគិតថាធ្វើម្សៅជ្រាយបន្តិចទៅយើងប្រឡាក់ជាមួយល្ងវាជាប់បានច្រើនដោយសារតែរាល់ដងខ្ញុំធ្វើម្សៅហ្នឹងឲ្យជ្រាយធ្វើម្សៅបែបយើងមកល្មមមកយើងប្រឡាក់ជាមួយល្ងប៉ុន្តែមុនយើងយកទៅប្រឡាក់ជាមួយល្ងយើងត្រូវជ្រលក់ទឹកសិនដើម្បីឲ្យវាជាប់ល្ងបានច្រើនហើយម្សៅដែលខ្ញុំលាយនឹងគឺខ្ញុំផ្អាប់វាប្រហែលជា20នាទីទៅ30នាទីសិនក្រោយពីបាន20នាទីទៅ30នាទីមកខ្ញុំលាបដៃជាមួយប្រេងឆាបន្តិចបងប្អូនដើម្បីកុំឲ្យពេលដែលយើងបិចម្សៅទៅវាស្អិតជាប់នឹងដៃអញ្ចឹងយើងលាបជាមួយនឹងប្រេងឆាក៏បានឬក៏ជាប្រភេទម្សៅមីក៏បានដែរយើងប្រឡាក់ជាមួយនឹងដៃទៅហើយបិចម្សៅជាដុំតូចៗល្មមបងប្អូនចង់បានសាច់នំហ្នឹងយើងតូចធំអីអាចលៃលកបិចម្សៅតាមចំណូលចិត្តបានបន្ទាប់ពីខ្ញុំបិចម្សៅបែងចែកអញ្ចឹងហើយយើងយកវាមកលុញឲ្យមូលស្អាតអញ្ចឹងទៅដាក់ចូលល្ងពណ៌សល្ងសនេះបងប្អូនចង់ដាក់ល្ងខ្មៅក៏បានល្ងសឬក៏យើងអាចលាយទាំងពីរពណ៌បញ្ចូលគ្នាក៏បានដែរម្សៅនេះមុននឹងយើងយកមកប្រឡាក់ជាមួយល្ងបងប្អូនអាចជ្រលក់ជាមួយនឹងទឹកបន្តិចទៅចាំយើងយកមកប្រឡាក់ជាមួយល្ងពេលដែលយើងបំពងគឺវាអត់ខ្ជាក់ល្ងចេញសម្រាប់ខ្ញុំវិញខ្ញុំគិតថាម្សៅហ្នឹងជ្រាយអញ្ចឹងយើងប្រឡាក់ជាមួយល្ងវាជាប់ច្រើនអញ្ចឹងប៉ុន្តែពេលដែលយើងយកទៅចៀនគឺវាខ្ជាក់ល្ងចេញអស់ហើយលីងបងប្អូននៅតែសាច់ម្សៅទេជាប់ល្ងបានតិចណាស់អញ្ចឹងបងប្អូនបានធ្វើអីយើងអាចយកដុំម្សៅដែលយើងមូលហើយហ្នឹងជ្រលក់ជាមួយនឹងទឹកទៅចាំយកមកពូតជាមួយល្ងយើងធ្វើបែបហ្នឹងគឺថាជាប់ល្ងបានច្រើនពេលដែលយើងញ៉ាំក៏ឈ្ងុយដែរបន្ទាប់ពីខ្ញុំបានមូលវាស្អាតអញ្ចឹងហើយយើងយកដៃយើងសកត់ទៅឲ្យវារៀងកប៉ែតប៉ុណ្្នឹងមកគឺបានហើយបងប្អូនម៉ូតនំនេះមិនពិបាកទេសម្រាប់ម៉ូតនំនេះបងប្អូនចង់យកកូនកបិតក៏បានដែរឬក៏ឡាមក៏បានដែរយើងអាចឆូតវាពាក់កណ្ដាលមកដើម្បីពេលដែលយើងចៀនណាគឺវាពុះវាញែកវាពុះស្អាតវាបានម៉ូតស្អាតអញ្ចឹងសម្រាប់ខ្ញុំគឺខ្ជិលញ៉ៃច្រើនបងប្អូនខ្ញុំគ្រាន់តែមូលអញ្ចឹងហើយសកត់ឲ្យវាស្ដើងយើងយកមកដាក់ចៀនមកហើយពេលដែលយើងចៀននេះយើងទុកប្រេងឆាឲ្យក្តៅបន្ទាប់មកដាក់សាច់នំចូលតែបន្តិចល្មមបានបងប្អូនកុំដាក់ច្រើនដូចខ្ញុំដោយសារតែនំនេះយើងលាយជាមួយនឹងពងទាឬក៏ពងមាន់អញ្ចឹងពេលដែលយើងចៀនវាអាចនឹងពពុះនឹងវាផឡើងលើបងប្អូនដាក់នំតិចបានដាក់ច្រើនពេកអាចនឹងពិបាកចៀនហើយយើងអាសាប្រែត្រឡប់វាទៅឲ្យសាច់នំហ្នឹងវាក្រហមបានស្អាតហើយនៃសាច់នំពេលដែលខ្ញុំចៀនហើយបងប្អូនខ្ញុំអត់បានជ្រលក់ម្សៅជាមួយនឹងទឹកអញ្ចឹងគឺវាខ្ជាក់ល្ងចេញអស់ហើយលេងប៉ុន្តែសាច់នំយើងញ៉ាំទៅនៅតែឈ្ងុយដែរបែបយើងឈ្ងុយខាងក្រៅស្រួយហើយផ្អែមឡមបងប្អូនអាចចូលចិត្តសាច់នំបែបយើងស្រួយក្រៅទន់ក្នុងអញ្ចឹងអាចសាធ្វើបានហើយចង់ជាប់ល្ងបានច្រើនខ្ញុំបានបញ្ជាក់ចាំបងប្អូនអាចជ្រលក់ម្សៅជាមួយនឹងទឹកទៅចាំយកមកពូតជាមួយល្ងយើងធ្វើបែបហ្នឹងគឺជាប់ល្ងបានច្រើនហើយញ៉ាំកាន់តែឈ្ងុយទៀតសម្រាប់នំនេះខ្ញុំបានបញ្ជាក់នៅខាងដើមអញ្ចឹងបងប្អូនចង់យើងធ្វើហើយចង់ទុកញ៉ាំបាន4-5ថ្ងៃអីយើងអាចចង់ថងឲ្យចិត្តទៅពេលដែលបងប្អូនអ្នកនេះត្រូវការញ៉ាំយកមកញ៉ាំ1-2មកគឺសាច់នំនៅតែស្រួយឆ្ងាញ់ដែរបងប្អូនឡើងឈ្ងុយពេញមាត់ហ្មង